វិញសញ្ញាលើកិច្ចសន្យានៅកិច្ចព្រមព្រៀងឲ្យហើយទៅទូទាត់គម្រោងដេគូឲ្យបងឲ្យប្រធានចាងរកឃើញអ្នកប្រុសហើយគ្រប់គ្នាចេញដំណើរព្រាមទៅទទួលអនាគតនៅស្នងត្រកូលចាងបាទលោកប្រធានតាមសម្រួលអ្នកមីងល្អស្រីម្នាក់នោះលក់ត្រីនៅទីនេះកុំខ្លាចគឺខ្ញុំមិនអីទេលោកបច្ចុប្បន្នរកតតែឃើញមែនឯងស្គាល់ខ្ញុំដឹងថាខ្ញុំត្រូវមកទៀតគឺសំជាកូនប្រុសរបស់ចាងឈឹងខ្ញុំមែនកុំតន់ឯងមកចិត្តខ្ញុំគ្រាន់តែជាកូនរបស់ម៉ាមីមិនមែនកូនលោកទេឯងមិនទទួលស្គាល់ខ្ញុំទទួលតែម៉ាមីជឿអាងបានជាឯងចាំខ្ញុំអញ្ចឹងឯងគួរតែទៅវិញជាមួយនឹងខ្ញុំទៅឯងចង់បានអីបាននឹងមិនចង់បាយហត់ជាមួយទឹកត្រីនេះទេខ្ញុំជួយម៉ាមីលក់ត្រីបន្តិចក៏អន់ហត់ដែរឲ្យតែសប្បាយចិត្តខ្ញុំជួយព្រមជួយលក់ត្រីម៉ាមីមួយជីវិតល្អសំជាកូនប្រុសចាងឈិនរបស់ខ្ញុំមែននៅក្មេងប៉ុន្តែមានទំនួលខុសត្រូវបែបនេះប៉ុន្តែជាកាងឯងមានឈាមជន់ត្រកូលចាងទេពកោសលឯងប្រកាសជាមិនអាចខ្ជះខ្ជាយបាននោះទេចាងឈិននាំគេទៅអ្នកប្រធមនៅតូចមិនទាន់យល់ការប៉ុន្តែធំឡើងប្រកាសជាយល់ពីការនឿយហត់របស់លោកជាមិនខានទេប្រធានធំចាងកុំសម័យថាបានប្រើភាពផ្ដាច់ការនៃចរិតប្រធានធំរបស់លោកមកលើខ្ញុំបានខ្ញុំមិនចាញ់ល្បិចលោកទេបានលោកហ៊ានបង្ខំខ្លួនខ្ញុំនិងចរិតខ្ញុំមួយណាក៏លោកកុំសម័យយកបានឯងមិនចង់ទៅវិញជាមួយនឹងខ្ញុំដល់ថ្នាក់នេះកន្លែងដែលមានម៉ាមីទៅជាផ្ទះខ្ញុំពួកយល់ទៅខ្ញុំនិយាយមួយម៉ាត់ចុងក្រោយកុំរំខានខ្ញុំនិងម៉ាមីមិនចឹងលទ្ធផលមិនអាចទទួលបានឯងគឺកំពុងតែប្រមានខ្ញុំមិនគម្រាមលោកទេចាងជើងខ្ញុំធំឡើងមកទីនេះលើកទី1គឺត្រូវមនុស្សគម្រាមម្យ៉ាងវិញទៀតគឺកូនប្រុសបកកើតខ្លួនឯងម៉ាមីមកវិញហើយជឿអាំងលបាក់ហើយដែលជួយម៉ាក់មើលទៅឯងដឹងទេថាឡានទំនើបនៅខាងក្រៅនោះជារឿងអីវិញម៉ាមីខ្ញុំរវល់តែលក់ត្រីមិនបានចាប់អារម្មណ៍ប៉ុន្តែអ្នកមកទីនេះសិតតែមកទិញត្រីទេមកទិញត្រីតែមនុស្សពួកនេះមើលតិចដូចជាអ្នកធំប្រធានធំអីបែបនោះមនុស្សបែបនេះត្រូវការមកទិញត្រីដែលផ្ទាល់លេងម៉ាមីខ្ញុំមើលគេសម្ដែងក្នុងទូរទស្សន៍ប្រធានធំនឹងធ្វើរឿងចម្លែកក៏ត្រូវដែរការគិតរបស់ប្រធានធំគឺមិនដូចជាមនុស្ស